លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីបានផ្ដាំយកការឈឺចាប់ពីការឈ្លានពានធ្វើជាមេរៀនកសាងប្រទេសជាតិឲ្យមានការរីកចម្រើនរយលានអត្តន័យពីសាររបស់ស្ត្រីទី1កម្ពុជាបានអំពាវនាវឲ្យកូនខ្មែរគ្រប់យកការឈឺចាប់លើកនេះដែលទទួលការឈ្លានពានពីប្រទេសជិតខាងមកធ្វើជាមេរៀនពង្រឹងសមត្ថភាពជំនាញពូនជ្រុំគ្នាហើយសាមគ្គីកសាងប្រទេសជាតិឲ្យបានរីកចម្រើនលូតលាស់ទៅមុខទៀតនៅលើបណ្ដាញសង្គម Facebook កាលពីយប់ថ្ងៃទី21ខែធ្នូលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតបានប្រកាសសុំឲ្យកូនខ្មែរយុវជនយើងទាំងអស់គ្នាយកការឈឺចាប់លើកនេះប្រែក្លាយទៅជាការខិតខំប្រឹងប្រែងរៀនសូត្រពង្រឹងសមត្ថភាពរបស់យើងម្នាក់រៀនឲ្យមានជំនាញរៀងខ្លួនពីព្រោះនៅពេលដែលធនធានមនុស្សយើងខ្លាំងប្រជាពលរដ្ឋយើងសាមគ្គីគ្នាហើយយើងនឹងកសាងប្រទេសយើងឲ្យលូតលាស់បានតទៅមុខទៀត